ก็ឆាក្តៅម្រះព្រៅមួយមុខនេះគឺថាហិលសមណាស់សម្រាប់ជាមួយនឹងបាយពេលព្រឹកបងប្អូនតបបន្លែតិចតួចអញ្ចឹងហើយមានពងចភ្នៅមកគ្រាប់មកគឺថាឆ្ងាញ់ហើយចំពោះខ្ញុំចភ្នៅวันនេះគឺល្មមមកថាហៀលេខលាក់ជាងគឺអត់សូវចូលចិត្តហ្មងទេនៅសល់សាច់កពួនស្រួយក្នុងទូទឹកកកម្ដុំនេះឯងអញ្ចឹងហើយគឺថាយកមកឆាក្តៅប្រហើយញ៉ាំពេលព្រឹកតែម្ដងទៅហើយយើងចង់ឆាជាបែបហាន់ជាប្រទេសក៏បានឬមកកញ្ច្រាំក៏បានដែរតាមចំណូលចិត្តហើយបុកខ្ទឹមម្ទេសមកឲ្យម្ទេសខ្ញុំប្រើម្ទេសម៉ាឡេមកគ្រាប់ដើម្បីកុំឲ្យវាសូវហិលពេកហើយឲ្យវាមានពណ៌ស្អាតផងអញ្ចឹងហើយយើងបុកវាឲ្យរាងល្អិតល្មមប៉ុណ្ណឹងមកគឺថាបានហើយរបៀបធ្វើវិញគឺថាងាយស្រួលណាដូចតែគេដូចតែឯងដែរនឹងចាក់តែប្រេងឆាចូលក្តៅតិចមកបំពងខ្ទឹមម្ទេសឲ្យយើងបានបុកនឹងចាឆាវាឲ្យរាងឡើងឈ្ងុយបន្តិចសិនមិនដាក់ស្ករត្នោតចូលកន្លះឡាព្រាបាយយ៉ាងមកហើយយើងកូរវាឲ្យឈ្ងុយឡើងក្រហមល្អហើយដាក់សាច់ច្រាំនឹងចូលមកហើយចំពោះសាច់បើគ្រួសារខ្ញុំវិញគាត់ថាចូលចិត្តហាន់ជាងចាបើថាច្រាំហ្នឹងក៏អត់សូវចូលចិត្តមកនេះហើយខ្ញុំដាក់ទឹកត្រីប្រេងខ្យងទឹកម្ទេសប៊ីចេងម្សៅស៊ុបរ៉ូឌីចាហើយយើងឆាចូលវាឲ្យសព្វតិចមកហើយចំពោះសាច់គោនេះសាច់រៀងកន្លែងកពួនស្រួយបងប្អូនចាហើយខ្ញុំឆាវារៀងឆ្អិនបន្តិចហើយភ្លក់រសជាតិប្រៃផ្អែមល្មមតាមយើងចូលចិត្តមកចុងក្រោយគឺថាស្លឹកម្រះព្រៅចាដាក់ច្រើនមកក្លិនឈ្ងុយល្អហើយចំពោះការឆាវិញត្រឡប់តែ2 3ត្រឡប់ឲ្យតែវាឡើងខៀវល្អចេះមកគឺថាបានហើយបិទភ្លើងញ៉ាំបានតែម្ដងហើយយើងដួសដាក់ចានមកថែមពងមកគ្រាប់ទៀតវាត្រូវជាតិគ្នាហ្មងហើយចំពោះមុខម្ហូបនេះខ្ញុំញ៉ាំបានតែពេលព្រឹកឬពេលល្ងាចទេបងប្អូនចាចំពោះពេលថ្ងៃខ្ញុំអត់សូវប៉ិនទេឆាអីគឺថាវាដូចមានអារម្មណ៍ថាថ្ងៃវាក្តៅដល់ពេលយើងញ៉ាំឆាទៅវាដូចរៀងមានអារម្មណ៍ថាតលាន់អញ្ចឹងទៅចាហើយវីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេចាអរគុណច្រើនដែលបានជួយមើលតាំងពីដើមរហូតដល់ចប់ចាបើចូលចិត្តជួយ follow page like share អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីរាល់ថ្ងៃ